ធ្លាប់តែឮគេនិយាយអំពីច្បាប់8 គឺជាគន្លឹះនៃជីវិតដែលមានសមតុល្យនិងភាពជោគជ័យតើអ្នកទាំងអស់គ្នាដឹងទេថាលម្អិតនៃច្បាប់8 នេះគឺជាអ្វីនេះហើយគឺជាគន្លឹះនៃការប្រើប្រាស់ពេលវេលា24ម៉ោងរបស់អ្នកមនុស្សគ្រប់រូបនៅលើពិភពលោកនេះមានពេលស្មើគ្នាចំនួន24ម៉ោងក្នុងមួយថ្ងៃមួយចំនួនប្រើវាដើម្បីសង់នៅអនាគតនិងធ្វើនៅអាជីវកម្មឬក៏រស់នៅដោយមានក្តីសុខខណៈដែលមនុស្សមួយចំនួនវិញមានអារម្មណ៍ថានឿយហត់បាត់បង់នៅទិសដៅនិងគ្មាននៅភាពរីករាយសុខដុមរមនានៅក្នុងគ្រួសារឬក៏ជីវិតរស់នៅនោះទេតើអ្វីទៅជាភាពខុសគ្នាវាមិនមែនជាបញ្ហាមានពេលវេលាប៉ុន្មានទេប៉ុន្តែវាគឺជាការប្រើពេលវេលាយ៉ាងដូចម្តេចថ្ងៃនេះយើងនឹងស្វែងយល់ពីមួយក្នុងចំណោមច្បាប់ដ៏សាមញ្ញបំផុតប៉ុន្តែវាពិតជាមានអានុភាពយ៉ាងខ្លាំងបំផុតនៅក្នុងជីវិតរស់នៅតែច្បាប់នេះត្រូវបានប្រើដោយលោក Warren Buffett ដែលលោកគឺជាភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុន Berkshire Hathaway ឬក៏ជាក្រុមហ៊ុន Coca-Cola នេះឯងដែលច្បាប់888នេះគឺយើងអាចធ្វើការបកស្រាយជា6ចំណុចធំដែលចំណុចទី1សួរថាតើអ្វីទៅជាច្បាប់8ច្បាប់8+8+8គឺជាគោលការណ៍នៃការគ្រប់គ្រងពេលវេលាដែលជួយឲ្យអ្នករស់នៅដោយតុល្យភាពនិងសុភមង្គលវាបែងចែកពេលវេលា24ម៉ោងជា3ផ្នែកស្មើគ្នា8ម៉ោងសម្រាប់ការងារ8ម៉ោងសម្រាប់ការគេងនិង8ម៉ោងទៀតសម្រាប់ការរស់នៅវាហាក់បីដូចជាសាមញ្ញប៉ុន្តែរូបមន្តតូចនេះគឺអាចផ្លាស់ប្ដូររបៀបនៃការប្រើប្រាស់ពេលវេលានៅក្នុងការទំនាក់ទំនងនិងភាពរីករាយប្រចាំថ្ងៃនៅក្នុងជីវិតរបស់យើងបានហើយសម្រាប់ផ្នែកទី2វិញគឺយើងធ្វើការបកស្រាយអំពី8ដំបូងគឺយើងបង្ហាញអំពីម៉ោងចាប់ផ្ដើមនៃការងារធ្វើការដោយមានគោលបំណងនិងប្រកាន់ភ្ជាប់នៅការរីកចម្រើន8ម៉ោងដំបូងគឺសម្រាប់ការងារខ្លាំងពេលវេលាដែលអ្នកប្រើដើម្បីបំពេញសុបិនបង្កើតនៅអនាគតនិងរៀនពីអ្វីដែលថ្មីនេះជាពេលវេលានៃផលិតភាពនិងវិន័យមិនមែនគ្រាន់តែធ្វើការតែប៉ុណ្ណោះនោះទេប៉ុន្តែគឺជាការវិនិយោគទៅលើខ្លួនឯងការងារជួយឲ្យអ្នកមានគោលបំណងមានទិសដៅនិងមាននៅអារម្មណ៍ថាមានតម្លៃធ្វើការងារខ្លាំងនៅពេលនេះគឺដើម្បីឲ្យម៉ោងដែលយើងនៅសល់ហ្នឹងគឺវាសម្រាប់បានជាលក្ខណៈ peace in mind មានន័យថាយើងមានក្តីសុខមិនមែនជាភាពតានតឹងនោះទេពីព្រោះយើងបានខិតខំអស់រយៈពេល8ម៉ោងពេញបាត់ហើយរបៀបនៃការប្រើប្រាស់នៅ8ម៉ោងនេះគឺយើងអាចធ្វើការកាត់បន្ថយនៅអ្វីដែលរំខានដល់ការងារដាក់នៅអាទិភាពទៅលើអ្វីដែលសំខាន់ជាងគេប្រើថាមពលខ្ពស់បំផុតរបស់អ្នកសម្រាប់ការងារដែលមានតម្លៃបំផុតនោះពេលអ្នកធ្វើការយ៉ាងផ្ដោតយ៉ាងយកចិត្តទុកដាក់អ្នកមិនត្រឹមតែទទួលបាននៅលទ្ធផលល្អនោះទេប៉ុន្តែអ្នកទទួលបាននៅអត្ថន័យនៃជីវិតរបស់អ្នកផងដែរសម្រាប់ផ្នែកទី3គឺតកតងទៅនឹង8នៅកណ្ដាល8បន្ទាប់ហ្នឹងគឺការគេងលក់ដ៏ល្អការសម្រាកគឺជាអ្វីដែលអ្នកអាច recharge នៅថាមពលរបស់លោកអ្នក8ម៉ោងបន្ទាប់គឺសម្រាប់ការគេងដ៏ល្អជាពេលវេលាដែលរាងកាយរបស់អ្នកនិងខួរក្បាលរបស់អ្នកកំពុងតែសម្រាកកំពុងតែអាប់ឡូតនៅ information ដែលអ្នកបានធ្វើជារៀងរាល់ថ្ងៃនេះហើយក៏ដូចជា8ម៉ោងនេះហើយដែលយើងបាននិយាយនៅអេពីសូតខាងដើមគឺជាការគេងដោយយើងធ្វើការបំបត្តិនៅភាពតានតឹងក៏ដូចជាអ្វីផ្សេងដែលមិនគួរនៅក្នុងការគិតនៅក្នុងអំឡុងពេលដែលយើងសម្រាកហ្នឹងគឺយើងយកវាចេញហើយយើងព្យាយាមអនុញ្ញាតឲ្យខ្លួនយើងនឹងធ្វើការសម្រាកបានយ៉ាងស្ងប់សុខបើទោះជាអ្នកគិតនៅពេលនេះតើនឹងមានអ្វីកើតឡើងដូច្នេះហើយព្យាយាមអនុញ្ញាតឲ្យខ្លួនឯងសម្រាករយៈពេល8ម៉ោងការគេងវាមិនមែនជាការខ្ជិលទេប៉ុន្តែវាគឺជាការថែទាំនៅសុខភាពរាងកាយរបស់លោកអ្នកនៅក្នុងពេលដែលយើងគេងខួរក្បាលកំពុងតែ upload នៅ information កំពុងតែបញ្ចូលនៅព័ត៌មានដែលយើងបានធ្វើជាប្រចាំថ្ងៃនេះដើម្បីវាចូលទៅក្នុងខួរក្បាលរបស់យើងដើម្បីឲ្យមានការចងចាំល្អក៏ដូចជាមានរាងកាយមាំមួនលោកអ្នកដឹងទេថានៅរៀងរាល់យប់ដែលលោកអ្នកអត់បានសម្រាកពេញភ្នែកហ្នឹងតើសារពាង្គកាយនៅក្នុងខ្លួនរបស់លោកអ្នកនឹងវាងាប់ប្រមាណលានកោសិកាគឺពិតជាច្រើនខ្លាំងមែនទែនដូច្នេះហើយការគេងមិនមែនជាការបាត់នៅពេលវេលានោះទេប៉ុន្តែគឺជាការដែលអ្នកនឹងកំពុងតែ recharge កំពុងតែសាកថ្មនៅថាមពលសម្រាប់ជោគជ័យនាថ្ងៃស្អែកដូច្នេះហើយដើម្បីឲ្យការគេងមានគុណភាពអ្នកត្រូវតែធ្វើការគេងឲ្យបានទៀងពេលវេលាជាឧទាហរណ៍ដូចជាចាប់ផ្ដើមធ្វើការគេងពីម៉ោង10យប់រហូតដល់ម៉ោង6ព្រឹក8ម៉ោងជារៀងរាល់ថ្ងៃឲ្យទៀងពេលវេលា
មិនប្រើប្រាស់នៅទូរស័ព្ទដៃឬក៏ប្រើប្រាស់នៅអេក្រង់កុំព្យូទ័រ iPad ផ្សេងៗនៅមុនពេលចូលដំណេកហើយបញ្ចប់ថ្ងៃនេះជាមួយនឹងអារម្មណ៍នៃក្តីអរគុណចំពោះអ្វីដែលយើងសម្រេចបាននៅក្នុងថ្ងៃនេះអរគុណនៅរឿងទាំងឡាយដែលកើតមានចំពោះខ្ញុំអរគុណនៅរាល់ឧបសគ្គទាំងឡាយដែលខ្ញុំសម្រេចបានអរគុណនៅភាពសំណាងរបស់ខ្ញុំដែលត្រូវនឹងទទួលបាននៅក្នុងពេលពេញមួយថ្ងៃនេះអរគុណសម្រាប់សហការីដែលជួយផ្ដល់នៅធាតុចូលសម្រាប់កិច្ចការងារអរគុណដល់លោកគ្រូដែលបានណែនាំអំពីអ្វីដែលគួរឲ្យខ្ញុំធ្វើនាថ្ងៃបន្ទាប់អរគុណថ្នាក់ដឹកនាំដែលបានផ្ដល់នៅតួនាទីមុខងារភារកិច្ចដ៏ចាំបាច់ហើយពិតជាសំខាន់យ៉ាងនេះសម្រាប់ការអនុវត្តការងាររបស់ខ្ញុំអរគុណសម្រាប់ទំនុកចិត្តអរគុណប៉ាម៉ាក់អរគុណក្រុមគ្រួសាររបស់យើងអរគុណមិត្តភ័ក្តិអរគុណអ្នកទាំងឡាយដែលចុច like នៅវីដេអូរបស់ខ្ញុំនេះសូមអរគុណយ៉ាងក្រៃលែងនៅពេលដែលអ្នកគេងបានល្អអ្នកនឹងមានភាពស្រស់ស្រាយចេញពីខាងក្នុងហើយស្មារតីរបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃនឹងមានភាពច្បាស់លាស់និងមិនមានភាពសាំញ៉ាំរញ៉េរញ៉ៃភ្លេចមុខភ្លេចក្រោយនោះទេដូច្នេះចូលអនុវត្តនៅក្នុងការគេងឲ្យបាន8ម៉ោងទាំងអស់គ្នាសម្រាប់ផ្នែកទី4វិញគឺជា8ម៉ោងចុងក្រោយការរស់នៅដ៏ពិតប្រាកដគឺ8ម៉ោងនេះឯងគឺជាពេលដែលអ្នករីករាយជាមួយនឹងគ្រួសាររបស់អ្នកពេញមួយថ្ងៃក្នុងមួយថ្ងៃនេះបន្ទាប់ពីការសិក្សារបស់កូនបន្ទាប់ពីការងារដ៏ច្រើនស្មុគស្មាញពេញមួយថ្ងៃរបស់អ្នកអាចមានពេលវេលានៅក្នុងការលេងសប្បាយជាមួយកូនអ្នកអាចមានពេលវេលានៅក្នុងការធ្វើនៅលំហាត់ប្រាណហើយអ្នកមាន 3HS សម្រាប់ធ្វើការលំហាត់ប្រាណហើយអ្នកមាន 3SS សម្រាប់ធ្វើការទំនាក់ទំនងជាមួយនឹង friend ក៏ដូចជា self reflection សម្រាប់ឈុតទី4 8ម៉ោងចុងក្រោយគឺវាជាការរស់នៅដ៏ពិតប្រាកដរបស់អ្នក3ម៉ោង 3FS គឺជាពេលវេលាសម្រាប់គ្រួសារមិត្តក៏ដូចជាជំនឿរបស់អ្នក 3HF គឺជាពេលវេលាសម្រាប់ health សុខភាព hygiene អនាម័យហើយនិង hobby គឺជាអ្វីដែលអ្នកចូលចិត្តសម្រាប់ 3SS គឺជាការកសាងនៅដួងព្រលឹងរបស់អ្នកការទទួលយកនៅសេវាកម្មផ្សេងៗនិងការរីករាយជាមួយនឹងអ្វីដែលអ្នកមានគឺជាការញញឹមដោយចេញពីចិត្តញញឹមប្រកបដោយភាពរីករាយនេះហើយគឺជាផ្នែកដែលធ្វើឲ្យជីវិតរបស់យើងមានន័យបំផុតបន្ទាប់ពីការងារនិងការគេងអ្នកត្រូវតែរស់នៅដោយពិតប្រាកដ8ម៉ោងនេះគឺត្រូវបានបែងចែកជា3ផ្នែកសំខាន់ពេលវេលាសម្រាប់មិត្តភ័ក្តិគ្រួសារក៏ដូចជាជំនឿរបស់យើងហើយ3បន្ទាប់គឺពេលវេលាសម្រាប់ការធ្វើនៅអនាម័យធ្វើនៅអ្វីដែលតាក់ទងជាមួយនឹងសុខភាពរបស់យើងក៏ដូចជាអ្វីដែលជាក្តីស្រឡាញ់របស់យើងហើយ3ចុងក្រោយគឺជាពេលវេលាសម្រាប់ដែលយើងនឹងនៅជាមួយខ្លួនឯង self reflection ហើយក៏ដូចជាពេលវេលាសម្រាប់ដែលយើងកសាងនៅដួងព្រលឹងរបស់យើងហើយក៏ដូចជាយើងអាចទទួលបាននៅសេវាកម្មផ្សេងវាហាក់បីដូចជាពេលដែលយើងកំពុងតែមានអារម្មណ៍ថាចំណាយនៅក្នុងភាពស្ងប់ស្ងៀមរបស់យើងហើយក៏ដូចជាការធ្វើនៅ meditation self reflection ឬក៏ការសរសេរនៅ journal ឬក៏ការដែលយើងធ្វើការសិក្សាអំពីខ្លួនឯងដែលជាដួងព្រលឹងរបស់យើងហើយអក្សរ S ទី2គឺជាការដែលយើងនឹងជួយទៅកាន់អ្នកដទៃ help other ហើយយើងផ្ដល់ពេលវេលាខ្លះរបស់យើងដើម្បីជាជំនួយជាការសប្បាយចិត្តជាការដែលយើងមានអារម្មណ៍ថាយើងផ្ដល់ឲ្យយើងថែរក្សាអ្នកដទៃហើយ S ចុងក្រោយគឺ smile យើង keep your attitude positive មានន័យថាសើចដើម្បីទទួលយកនៅអ្វីដែលល្អនឹងកើតមានចូលមកក្នុងជីវិតរបស់យើង everything is perfect but because you're grateful អ្វីដែលយើងឲ្យទៅកាន់គឺជាអ្វីដែលយើងនឹងទទួលបានបើសិនជាលោកអ្នកចង់ឲ្យដឹងច្បាស់អំពីការធ្វើសមាធិលោកអ្នកអាចចូលទៅកាន់អេពីសូតទី22ដែលបាននិយាយអំពី autobiography of the yogi ហើយក៏ដូចជាមេរៀនទី24 awaken the giant within ជាមេរៀនមួយដែលយើងអាចសិក្សាបានអំពីខ្លួនឯងក៏ដូចជាបានប្រាប់យើងអំពីចំណុចមួយចំនួនដែលយើងអាចធ្វើការសមាធិបានហើយនៅក្នុងនោះផងដែរក៏មានអេពីសូតទី19ដែលនិយាយអំពី quiet តើពេលវេលាដែលយើង quiet នៅជាមួយខ្លួនឯងហ្នឹងយើងធ្វើអីគេបានអញ្ចឹងណាអញ្ចឹងលោកអ្នកអាចចូលទៅកាន់មេរៀននោះផងដែរដើម្បីជ្រាបឲ្យកាន់តែច្បាស់ថាតើការដែលយើងធ្វើនៅ soul ព្រលឹង self reflection meditation ហ្នឹងយើងអាចធ្វើអ្វីបានខ្លះចំណុចទី5វិញគឺជាតុល្យភាពនៃជីវិតរបស់យើងពេលអ្នកបែងចែកថ្ងៃមួយជា8ម៉ោងសម្រាប់ធ្វើការ8ម៉ោងសម្រាប់គេងនិង8ម៉ោងសម្រាប់ការរស់នៅក្នុងសង្គមរបស់លោកអ្នកកំពុងតែបង្កើតនៅតុល្យភាពនៃជីវិតរបស់អ្នកយ៉ាងពេញលេញអ្នកកំពុងតែឈានទៅរកនៅក្តីសុបិនថែរក្សានៅសុខភាពនិងបង្កើតនៅសេចក្តីសុខជាមួយនឹងអ្នកជិតខាងអ្នកមិនត្រឹមតែរស់នៅប៉ុណ្ណោះទេប៉ុន្តែរស់ដោយមានអត្ថន័យអ្នកមិនចាំបាច់ធ្វើការពេញ24ម៉ោងដើម្បីជោគជ័យនោះទេគឺគ្រាន់តែ24ម៉ោងយ៉ាងឆ្លាតវៃហើយការអនុវត្តបែបនេះមិនប្រកាសថា
លោកអ្នកចាំបាច់ត្រូវតែធ្វើបែបនេះជារៀងរាល់ថ្ងៃនោះទេជាធម្មតាមនុស្សយើងតែងតែមានពេលខ្លះក៏មានការរវល់ខ្លាំងដូច្នេះហើយធ្វើការអនុវត្តនៅ routine ជាលក្ខណៈទម្លាប់បែបនេះនៅរៀងរាល់ថ្ងៃដែលលោកអ្នកមិនមាននៅកិច្ចការសំខាន់ឬក៏មិនមាននៅ event មិនមាននៅសកម្មភាពអ្វីដែលប៉ះពាល់ដល់ម៉ោងពេលរបស់លោកអ្នកកុំដាក់វាទៅជាសម្ពាធចូលយកវាមកធ្វើជាឱកាសនៅក្នុងពេលនៃការសម្រាកឧទាហរណ៍ដូចជាបុគ្គលដែលមានអាយុចាប់ពី20ទៅដល់50ឆ្នាំកំពុងតែពេលវេលាកំពុងតែពេញរវល់កំពុងតែពេញនៅក្នុងការអនុវត្តការងារក៏ដូចជា project ផ្សេងលោកអ្នកអាចធ្វើវាបានធ្វើវាទៅតាមអ្វីដែលជាតម្រូវការរបស់លោកអ្នកប្រឹងរយៈពេល5ឆ្នាំឬ10ឆ្នាំដាក់កំហិតខ្លួនឯងដើម្បីទទួលបានភាពជោគជ័យហើយបន្ទាប់ពីនោះទៀតគឺជាពេលវេលា8ម៉ោងនៅចន្លោះថ្ងៃដែលលោកអ្នកកំពុងតែអនុវត្តនៅការបំពេញយកនោះលោកអ្នកអាចបន្ទាប់ពីបញ្ចប់នៅការងារនោះលោកអ្នកអាច flexible អាចបង្វែរវាទៅជាការអនុវត្តបែបតុល្យភាពនៃជីវិតនេះវិញការអនុវត្តបែបនេះមិនមែនកំណត់ថាលោកអ្នកមិនត្រូវធ្វើអ្វីដែលរវល់ធ្វើឲ្យលោកអ្នកខាតនៅ8ម៉ោងចាយចេញជា3ផ្នែកនេះនោះទេប៉ុន្តែលោកអ្នកអាចធ្វើវាដោយធ្វើការបញ្ឈប់នៅរាល់ថ្ងៃណាមួយដែលលោកអ្នកមានការរវល់ខ្លាំងឬបន្ទាន់ខ្លាំងនេះហើយគឺជាអ្វីដែលលោកអ្នកអាចពង្រីកនៅសក្តានុពលរបស់លោកអ្នកដោយលោកអ្នកចង់ដឹងឲ្យកាន់តែច្បាស់ពីចំណុចនេះលោកអ្នកអាចចូលទៅកាន់អេពីសូតមួយដែលមានចំណងជើងថា Good to Great ហើយ Keep Sharp នៅក្នុងអេពីសូតទី38និងអេពីសូតទី40នេះហើយគឺជាអ្វីដែលលោកអ្នកអាចនឹងធ្វើការអនុវត្តបានប្រកបដោយជោគជ័យដូច្នេះហើយការចម្បាច់បញ្ចូលគ្នារវាងមេរៀនមួយទៅមួយវាពិតជាមានអត្ថន័យយ៉ាងខ្លាំងប្រសិនបើលោកអ្នកអាចនៅក្នុងការចម្បាច់បញ្ចូលនៅមេរៀនដែលមានអត្ថន័យល្អបែបនេះលោកអ្នកនឹងទទួលបាននៅអ្វីដែលជាការទទួលបាននៅភាពរីកចម្រើននៅក្នុងជីវិតក៏ដូចជាតុល្យភាពនៅក្នុងជីវិតរបស់លោកអ្នកផងដែរចូលចាំថាអ្នកមិនចាំបាច់ធ្វើការរយៈពេល24ម៉ោងដើម្បីទទួលបានជោគជ័យនោះទេគ្រាន់តែប្រើវា24ម៉ោងយ៉ាងឆ្លាតវៃនោះគឺអ្នកទទួលបាននៅតុល្យភាពដ៏អស្ចារ្យរស់នៅប្រកបដោយអត្ថន័យបាត់ទៅហើយសម្រាប់ផ្នែកទី6គឺជាចុងបញ្ចប់នៃការផ្ញើសាររបស់អ្នកនិពន្ធចូលមកកាន់អ្នកអានជាទីគោរពស្រឡាញ់ទាំងអស់គ្នាហើយលោកបានឲ្យយើងចងចាំថាពេលវេលាគឺជាអ្វីមួយដែលមិនអាចយកមកវិញបាននោះទេដូច្នេះហើយត្រូវការពារនិងគោរពវាកុំឲ្យការងារមួយចំនួនដែលយើងគិតថាអត់ប្រយោជន៍ហើយមិនអាចធ្វើអ្នករីកចម្រើនបានមកបំផ្លាញនៅសុខភាពរបស់លោកអ្នកកុំឲ្យភាពខ្ជិលបំផ្លាញនៅសុបិនរបស់លោកអ្នកផងដែរពេលខ្លះការចាកចេញពី comfort zone របស់យើងគឺជាអ្វីដែលអាចផ្ដល់នៅ version ថ្មីរបស់យើងក៏ថាបានផងដែរតុល្យភាពមិនមែនជារឿងដែលរកឃើញនោះទេប៉ុន្តែវាគឺជារឿងដែលយើងត្រូវតែធ្វើការបង្កើតវាបើអ្នកគ្រប់គ្រងពេលវេលារបស់អ្នកបានល្អពេលវេលារបស់អ្នកនឹងឆ្លើយតបដោយសេចក្តីសុខសុខភាពនិងភាពជោគជ័យប្រសិនបើលោកអ្នកស្រឡាញ់នៅវីដេអូនេះសូមគិតមើលម្ដងទៀតថាតើអ្នកគួរនឹងប្រើពេលវេលា24ម៉ោងបន្ទាប់ពីបានស្ដាប់នៅវីដេអូនេះដោយរបៀបណាដោយសារតែអនាគតរបស់អ្នកកំពុងត្រូវបានសង់នៅថ្ងៃនេះចាប់ពីថ្ងៃនេះក៏ដូចជាមួយថ្ងៃពោពេញទៅដោយតុល្យភាពម្ដងមួយអរគុណសម្រាប់ការតាមដានស្ដាប់ជួបគ្នានៅប្រធានបទបន្ត